បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីប្រព័ន្ធព័ត៌មានអ្នកប្រើប្រាស់បាទប្រព័ន្ធព័ត៌មានអ្នកប្រើប្រាស់ហ្នឹងគឺសម្រាប់គណនេយ្យតាមសាលារៀនបាទសម្រាប់ចូលទៅមើលព័ត៌មានផ្សេងៗដូចជាមើលទៅលើព័ត៌មានស្ថិតិសាលារៀនឬក៏ព័ត៌មានថ្នាក់រៀនព័ត៌មានរបស់គ្រូតាមសាលារៀននិងព័ត៌មានរបស់សិស្សផ្សេងៗបាទអញ្ចឹងដំបូងបំផុតលោកគ្រូត្រូវមានចូលទៅក្នុងថ្នា POP ថ្មីបាទដែលចេញផ្ទាំងបែបនេះដែលបានរូបផ្ទាំងខាងលើនេះគឺខ្ញុំបានចូលរួចរាល់ហើយបាទអញ្ចឹងលោកគ្រូគ្រាន់តែមើលខាងលើនេះមានរូបថារូបដូចផែនដីនេះមកលោកគ្រូចុចលើរូបនឹងមកបាទអញ្ចឹងបន្តមកលោកគ្រូមានថ្នាសហថ្នាផ្សេងនៅក្នុងផ្ទាំងកន្លែងនេះអញ្ចឹងខ្ញុំជ្រើសរើសកន្លែងប្រព័ន្ធព័ត៌មានអ្នកប្រើប្រាស់បាទលោកគ្រូចុចកន្លែងហ្នឹងមកបាទអញ្ចឹងវានឹងលោតចូលទៅក្នុងប្រព័ន្ធអ្នកប្រើប្រាស់បាទសូមបញ្ជាក់ផងដែរកន្លែងឈ្មោះអ្នកប្រើប្រាស់ឬក៏លេខទូរស័ព្ទហើយនិងពាក្យសម្ងាត់នេះគឺលោកគ្រូគឺបញ្ចូលឈ្មោះអ្នកប្រើប្រាស់ដែលលោកគ្រូចូលតាមរយៈប្រព័ន្ធថ្នាក់ POP ថ្មីបាទគឺ password username នៅក្នុងប្រព័ន្ធ POP ថ្មីបែបម៉េចគឺលោកគ្រូបញ្ចូលកន្លែងនេះដូចគ្នាបាទអញ្ចឹងខ្ញុំសូមបញ្ចូលឈ្មោះ username របស់ខ្ញុំបាទនេះបន្ទាប់មកខ្ញុំចុចពាក្យសម្ងាត់ដូចគ្នាអញ្ចឹងលោកគ្រូគាត់ចុចពាក្យថាចូលប្រព័ន្ធបាទអញ្ចឹងខ្ញុំបានចូលនៅក្នុងប្រព័ន្ធរួចរាល់ហើយនៅក្នុងប្រព័ន្ធព័ត៌មានអ្នកប្រើប្រាស់អញ្ចឹងលោកគ្រូអាចមើលកន្លែងផ្ទាំងខាងលើនឹងបានដូចជាមានលេខកូដសាលារៀនមានប្រភេទសាលារៀនបាទមានប្រភេទគម្រោងមានទីតាំងបាទហើយមានស្ថិតិទូទៅនៅក្នុងសាលារៀនមានចំនួនសិស្សទាំងអស់មានស្ថិតិបុគ្គលិកក្នុងសាលារៀនមាននាយករងមានគ្រូបង្រៀនមានគ្រូបច្ចេកវិទ្យាមានលេខាធិការមានហេរញ្ញិកមានបញ្ញារៈមានរោងជាងមានឆ្មាំសាលាផ្សេងៗបាទបន្តមកលោកគ្រូអាចអមមកក្រោមបន្តិចវាមានបង្ហាញពីស្ថិតិប្រភេទជនជាតិសម្រាប់សិស្សបាទសូមបញ្ជាក់ដែរកន្លែងនេះគឺសម្រាប់តែលោកគ្រូបំពេញព័ត៌មានសិស្សរួចរាល់បានវាបង្ហាញផ្ទាំងបែបនេះបាទកន្លែងនេះដូចគ្នាបាទកន្លែងនេះប្រភេទ BMI ក្នុងសាលារៀនបាទអញ្ចឹងបញ្ជាក់មួយទៀតផងដែរសម្រាប់លោកគ្រូដែលជាគណៈគ្រប់គ្រងសាលារៀនពេលដែលលោកគ្រូចូលនៅក្នុងប្រព័ន្ធព័ត៌មានអ្នកប្រើប្រាស់មានសម្គាល់នៅកន្លែងខាងលើនេះគឺមានរូបដាក់ថាផ្ទាំងបែបនេះដាក់ថានាយកអញ្ចឹងគណនីនេះគឺសម្រាប់នាយកបើសិនបើចូលមកឃើញផ្ទាំងកន្លែងនេះគ្រូបង្រៀនគឺបង្ហាញថាគណនីនេះជាគណនីគ្រូបង្រៀនបាទសូមបង្ហាញតែប៉ុណ្ណឹងក្នុងការចូលទៅក្នុងគណនីសម្រាប់ព័ត៌មានអ្នកប្រើប្រាស់សម្រាប់គណៈនាយកតាមសាលារៀនបាទសូមអរគុណ